មេ3នាក់ស្រឡាញ់ស្រីតែមួយនាងមិនដឹងធ្វើម៉េចទេកម្មវិធីក្តៅឡើងស៊ូយីប្រតិកម្មរហ័សណាស់បង្វែរស្ថានភាពទាន់ពេលខ្ញុំមកតាមការអញ្ជើញលោកស៊ីខ្ញុំគួរតែអង្គុយក្បែរលោកស៊ីពិធីដោះស្រាយវាងវៃតានតឹងធ្វើឲ្យឆ្កាំឆ្គងមុនកម្មវិធីចាប់ដើមស៊ូយីឃើញគេក្បែរនាងប្រច័ណ្ឌនាងចង់ទិញកាហ្វេលូងគេតែគេក៏ងើបឈប់ភ្លាមគេថានឹងនៅជាមួយនាងគ្រប់ពេលមុខប្រច័ណ្ឌស៊ូយីងាកក្រោកស៊ីយ៉ានសុំជំនួយគាត់លេងទូរស័ព្ទធ្វើមិនដឹងធ្វើដូចមើលមិនឃើញអីយ៉ាអ្នកសៀវយ៉ានឥឡូវបោះសម្ពាធមកលើខ្ញុំហើយមែនទេស៊ូយីគិតឃើញភ្លាមគាត់អង្គុយចុះធ្វើជាវិលមុខសន្លប់ស៊ីយ៉ានដឹងបំណងគេហើយស៊ីយ៉ានទៅទិញកាហ្វេម្នាក់ឯងចំណែកខាងទៀតអ៊ីយ៉ាងមិនចង់បង្ហាញទង់ខ្សោយនិយាយជាមួយស៊ូយីបានគាត់បដូរកន្លែងអង្គុយស៊ូយីអស់សង្ឃឹមហួសចិត្តបើខ្ញុំបានធ្វើអ្វីខុសសូមឲ្យច្បាប់ដាក់ទោសខ្ញុំទៅកុំបោះខ្ញុំចូលចំនួនតានតឹងនេះដោយឃើញយីយ៉ាងខិតចិត្តញ៉ែចេញស៊ូយីយ៉ាងទូចសៀនក៏ទ្រាំលែងបានលោកដៃទៅចាប់ដៃនាងជាប់នេះជាការប្រកាសភាពជាម្ចាស់ដឹងថាសៀនកំពុងច្រណែនខ្លាំងណាស់យីយ៉ាងមិនត្រឹមតែមិនថយតែបែរជាឆ្លៀតឱកាសបន្ថែមទៀតដេញតាមចេញស៊ូយីមិនលែងឡើយស៊ូយីជាប់ចន្លោះពួកគេពិបាកចិត្តសាច់ទាំងយំគ្មានជំនឿទេនាងក៏បង្ខំចិត្តកុហកថាឈឺពោះចាក់ចេញពីប្រជុំមុនឃើញបែបនេះក៏បញ្ជូនគាត់ទៅសន្តាគារសម្រាប់ភ្លាមកំឡុងពេលសម្រាប់ស៊ូយ៉ាងក៏ដឹងស៊ូយីសុំថ្នាំបំបត្តិឈឺគាត់បារម្ភកបអាការវិភាគភ្លាមប្រញាប់ត្រឡប់ទៅមើលស៊ូយីនៅសន្តាគារស៊ូយីគេងមិនលក់ព្រោះមិនស្រួលពេលឃើញស៊ូយ៉ានប្រញាប់មកក៏លួងឲ្យគេជួយបោះអង្អែលឲ្យដេកលក់ទៅលួងបែបណាប្រាប់ខ្ញុំមកនិយាយមកមិនទាន់ដល់ឋានសុខផងតែឃើញទេពធីតាហើយទេពទៅទេពធីតាខ្ញុំនៅទីនេះក្រោមការកំដររបស់ស៊ូយ៉ានចឹងស៊ូអ៊ីក៏អស់កម្លាំងលងលក់ទៅគេគេងបានតិចស៊ូអ៊ីភ្ញាក់ដោយសារទូរស័ព្ទម្ដាយអែមខាងទៀតម្ដាយជំរុញឲ្យញ៉ាំបាយជាមួយយូយ៉ូស៊ូអ៊ីខ្ញុំមានអ្នកស្រឡាញ់មិនចូលចិត្តយូយ៉ូម្ដាយមិនជឿមិត្តភ័ក្តិនៅក្បែរលួចស្ដាប់ទៅស៊ូអ៊ីគ្រូសាបង្ខំមើលគូទេស៊ូអ៊ីក៏ហៅថាខ្ញុំជ្រើសរើសឆ្កែអ្នកចូលចិត្តពូជណាគ្រូសាបង្ខំណាត់ជប់មែនទេចេញស៊ូយីក៏ប្រញាប់រកលេខមួយលួចពូថាជ្រើសរើសឆ្កែចិញ្ចឹមអ្នកចូលចិត្តម៉ូតណាខ្ញុំចូលចិត្តមនុស្សដែលស្លូតត្រង់ស្ដាប់សម្ដីខ្លះក្រោយមកប៊ីរូសានមកសួរសុខទុក្ខចេញស៊ូយីឈឺពេលឃើញស៊ីយៀនរៀបចំអាហារថ្ងៃត្រង់ឲ្យស៊ូយីនាងលេងសើចថាគេជាសង្សារក្នុងក្តីស្រមៃចេញស៊ូយីឃើញស៊ីយៀនមើលថែនាងយ៉ាងដិតដល់នាងមានកំហុសនាងសម្រេចចិត្តសារភាពរឿងចូលទៅចិត្តគេតែមិត្តនាងខាត់ភ្លាមនេះមិនមែនជាពេលល្អដើម្បីសារភាពទេនាងសួរចេញស៊ូយីបើស៊ីយៀនដឹងអ្នកចូលចិត្តគេដោយចិត្តណាបើទៅស្និទ្ធស្នាលឲ្យគាត់សំបែកតើអ្នកទទួលយកផលវិបាកបានទេទុកឲ្យគាត់ស្រឡាញ់រហូតដល់លែងលះមិនបានប្រាប់ការពិតទៅគាត់